សម្រាប់ខ្ញុំការចំនួនបណ្ណាព្យាបាលមួយឆ្នាំ4ដងគឺល្អបំផុតព្រោះដោយសារអីយើងអាចតាមដានហើយនឹងការវិវត្តរបស់ក្មេងបានមានន័យថាបើយើងមួយឆ្នាំ2ដងខ្ញុំគិតថាយូរពេកព្រោះដោយសារតែក្មេងវិវត្តលឿនអញ្ចឹងខ្ញុំចង់ដឹងពីការវិវត្តខ្លួនរបស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃមិនថាតែពេលយើងជួបគ្នា3ខែម្ដងទេធៀបពិតទៅយើងខ្ញុំសង្កេតឃើញទៅតាមសភៅដែលអ្នកគ្រូគាត់តម្លាក់ទៅខ្ញុំតាមដានរហូតដើម្បីអីដើម្បីឲ្យដឹងថាតើអីខ្លះដែលខ្ញុំអាចជួយដើម្បីអភិវឌ្ឍកូនរបស់យើងទៅល្អជាងមុនហើយអ្នកគ្រូក៏គាត់ស្រួលក្នុងការបរៀនដែរនៅពេលដែលយើងបានជួបគ្នាហើយយល់ពីគ្នាថាអូនគាត់ត្រូវការអីគេហើយសាលាពិតជាត្រូវការឲ្យយើងជួយអីគេកន្លែងណាខ្លះអញ្ចឹងណា